បាទសូមគោរពនឹងជំរាបសួរបងប្អូន FC នៅក្នុង YouTube ទាំងអស់គ្នាបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកជូនអ្នកទាំងអស់គ្នាតើតងជាមួយនឹងបាទការប្រើទម្រង់ MSS ឲ្យត្រូវនឹងតំបន់បាទបងប្អូនបាទអញ្ចឹងវីដេអូមួយនេះគឺខ្ញុំចែករំលែក technique បែប C ជំរោបាទគឺអ្នកទាំងអស់គ្នាយកទៅប្រើហើយគឺខ្ញុំនឹងឃើញថានឹងបានលទ្ធផលដូចដែលខ្ញុំបាទ trade កន្លងមកអញ្ចឹងបងប្អូនបាទអញ្ចឹងទម្រង់ MSS បងប្អូនណាបាទមិនមែនចេះតែប្រើទេបាទអញ្ចឹងនៅក្នុងទ្រឹស្ដី ICT យើងហៅឈ្មោះថា MSS បាទទម្រង់វាមិនបងប្អូនបាទទម្រង់បែបនេះហ្នឹងឯងបាទនេះគឺខ្ញុំសូមបង្ហាញជូនបងដែលចូលមកថ្មីបាទដែលអត់ទាន់យល់តើតើជាមួយនឹង MSS ហ្នឹងមុខមាត់របស់វាមិនបងប្អូនបាទនៅក្នុងទ្រឹស្ដី ICT បងប្អូនបាទ MSS នៅពេលដែលឃើញទម្រង់គេថានេះគឺគេហៅថា MSS បងប្អូនបាទអ្នកនរគ្នាឃើញនេះ low របស់វាហើបឡើងលើដូចកម្មជាដើមអញ្ចឹងប៉ុន្តែនៅពេលមួយទៀតវាចាប់ដើមបាទ shift ចុះមកវិញបែបនេះនេះគឺជាទម្រង់ MSS ណាបងប្អូនណាបាទហ្នឹងហើយទម្រង់នេះគឺយើងហៅឈ្មោះថា MSS បាទចឹងមួយទៀតបងប្អូនបាទផ្សារចុះដល់ពេលអ្នកនរគ្នាឃើញចុះដូចកម្មជាដើមអញ្ចឹងបងប្អូនបាទប៉ុន្តែមានពេលមួយទៀតបាទវាឡើងទៅលើវិញអូខេបាទទម្រង់កន្លែងនេះហ្នឹងឯងបងប្អូនបាទនេះគេហៅថា MSS បាទហើយសម្រាប់ទ្រឹស្ដី Smart Money Concept បាទមានទ្រឹស្ដីមួយទៀតគេហៅថា Change of Character ឬក៏ CHOCH បាទពាក្យកាត់របស់វាបាទប៉ុន្តែសួរថាពីរហ្នឹងបើតាមនិយមន័យគេវិញគេថានិយមន័យពីរហ្នឹងខុសគ្នាបងប្អូនណាបាទដោយសិក្សាស៊ីជម្រៅទៅទម្រង់ពីរហ្នឹងគឺខុសគ្នាបាទពាក្យថាទម្រង់ Change of Character នៅក្នុង Smart Money Concept បាទមានទ្រឹស្ដីខ្លះទៀតគឺបញ្យល់បែបនេះបងប្អូននេះគឺគេហៅថាទម្រង់ change of character បាទឃើញរូបភាពបែបនេះសិនបងប្អូនបាទបើសិនជាឃើញតែទម្រង់រូបភាពអញ្ចេះគឺជាទម្រង់ MSS បាទក្រាបកើតគេថាកើត shift ឬក៏បដូរធ្លាប់តែរហដង low របស់វាហើបឡើងលើដូចកម្មជាដើមយ៉ាងប៉ុន្តែស្រាប់តែវាចាប់ផ្ដើមបង្កើត low ហ្នឹងទៀបជាងអា low ចុងក្រោយគេបងប្អូននេះបាទនៅក្នុង ICT ហៅ MSS ណាបងប្អូនណាបាទហ្នឹងហើយសម្រាប់ change of character វិញបាទមានបញ្យលខុសពីហ្នឹងបងប្អូនណាបាទហ្នឹងហើយនៅក្នុង Smart Money Concept គឺបញ្យលខុសពីហ្នឹងបាទនេះកើតគេហៅថាទម្រង់កន្លែងនេះបងប្អូនបាទកើត MSS ហ្នឹងហើយបន្តមកទៀតកើតបាទហើយឡើងលើបន្តមកទៀតបានបង្កើត low ថ្មីបាទចុះមកវិញហើយបាទនេះគឺគេបញ្យលបែប change of character បាទផ្សេងមួយទៀតអញ្ចឹងទៅបាទប៉ុន្តែអ្វីដែលខ្ញុំសំដៅទៅលើ MSS នៅក្នុង ICT គឺបែបនេះហ្នឹងឯងបងប្អូនបាទដោយមិនទាន់ឃើញរូបភាពថាក្រាបហ្នឹងវាឡើងទៅលើបែបនេះទេបាទអត់តាន់ឃើញទេបងប្អូនណាបាទអត់តាន់ឃើញឡើងទៅលើហើយបានចុះមកវិញបែបនេះទេបាទខ្ញុំបញ្យល់ហ្នឹងគឺបញ្យល់តែបាទក្រាបវារត់បានដល់ចំណុចកន្លែងនេះទេបងប្អូនបាទនេះខ្ញុំហៅឈ្មោះថា MSS បងប្អូនបាទពាក្យថា MSS បងប្អូនណាបាទនៅក្នុងទីផ្សារនេះគឺវាមានបាទច្រើនកន្លែងបងប្អូនបាទនៅក្នុងក្បួននៅក្នុងការវិភាគក្រាបរបស់ខ្ញុំឧទាហរណ៍ថាយើង trade មាសចុះបងប្អូនបាទនៅពេលដែលមុនចូល position របស់ខ្ញុំភាគច្រើនខ្ញុំមើលនៅក្នុង time frame ដែលធំជាងសិនបាទបើសិនជាខ្ញុំ trade នៅក្នុង time frame 1នាទីបាទចំណុចចូលរបស់ខ្ញុំនៅក្នុង time frame 1នាទីខ្ញុំមើលនៅក្នុង time frame ដែលធំជាងត្រឹមតែ time frame បាទអស់ធំត្រឹមតែ1ម៉ោងហ្នឹងបានហើយបងប្អូនបាទ1ម៉ោងរូបភាពរបស់វាមិនបើសិននៅក្នុង time frame 1ម៉ោងនេះបាទឃើញថាអូខេនេះខ្ញុំប្រើ EMA 3ខ្សែដែរបងប្អូនបាទ3 12 36នេះបាទបើឃើញថាខ្សែលេខ3ហើយនិងខ្សែលេខ12នេះលេខ12ហើយនិងលេខ3នេះនៅក្រោមលេខ36បាទខ្ញុំផ្ដោតមកលើ sell ហើយបងប្អូនបាទផ្ទុយមកវិញចាំបើសិនជាខ្សែលេខ3និងខ្សែលេខ12នៅលើខ្សែលេខ36យើងផ្ដោតទៅលើ buy បាទហ្នឹងហើយយើងផ្ដោតទៅលើ buy ងាយមានតែប៉ុណ្្នឹងឯងបងប្អូនបាទហ្នឹងហើយប៉ុន្តែនៅពេលដែលខ្ញុំប្រើ EMA កន្លែងនេះចូលមកមានគេហៅថាទ្រឹស្ដីគុលទំនោរចុងទំនោរចូលមកតាក់ទងដែរបងប្អូនបាទនៅពេលដែលខ្សែកាត់បានបាទ cross over លើគ្នាបានមកតង់បាទបានមកជុំចំណុចកន្លែងនេះខ្ញុំហៅឈ្មោះថាគុលទំនោរបានមួយបងប្អូនបាទចឹងនៅពេលដែលខ្សែលេខ3និងខ្សែលេខ12បាទ cross បាទនៅពីខាងក្រោមខ្សែលេខ36បានម្ដងចំណុចកន្លែងនេះក៏ខ្ញុំចាត់ទុកជាតំបន់គុលទំនោរដូចគ្នាបាទនៃ time frame 1ម៉ោងណាបងប្អូនបាទប៉ុន្តែគណៈពេលបច្ចុប្បន្ននេះបាទអ្នកទាំងគ្នាមើលកន្លែងនេះ time frame 1ម៉ោងកន្លែងនេះគឺវាចូលតាមបាទគេថាខ្សែលេខ3និងលេខ12ហ្នឹងនៅខាងក្រោមខ្សែលេខ36ហើយបើវានៅខាងក្រោមខ្សែលេខ36បាទភាគច្រើនខ្ញុំផ្ដោតមកលើ sell ណាបងប្អូនណាបាទខ្ញុំផ្ដោតមកលើ sell
ប៉ុន្តែផ្ដោតមកលើ cell ហ្នឹងគឺយើងមិនមែនចេះតែ cell ព្រាបផ្ដាស់ទេបាទយើងក៏បកទៅមើលបាទនៅក្នុង time frame តូចទៀតបាទឧទាហរណ៍ថា time frame 30 នាទីបាទមុខមាត់របស់វាវាមិនអូខេបាទមុខមាត់របស់វាចាប់ផ្ដើមផ្សារចុះឲ្យបងប្អូនបាទប៉ុន្តែផ្សារចុះកន្លែងនេះអ្នកទាំងគ្នាត្រូវចាំទុកថាតម្លៃល្អឯងបើសិនយើង cell នៅកន្លែងនេះចម្លើយគឺអត់ល្អទេបាទអ្វីដែលខ្ញុំបាទឲ្យនិយមន័យតម្លៃល្អនោះគឺតម្លៃមកធ្វើតេស្តគៀកតំបន់ខ្សែលេខ36ណាបងប្អូនណាបាទហ្នឹងហើយចឹងអ្នកទាំងគ្នាចាំទុកបើសិនជាប្រើ moving average បាទ EMA ដូចខ្ញុំដែរបាទតម្លៃដែលមានប្រៀបគឺរងចាំតម្លៃវាមកធ្វើតេស្តខ្សែលេខបាទ36សិនបងប្អូនបាទវាអាចមកធ្វើតេស្តកន្លែងនេះហើយបូកផ្សំជាមួយកន្លែងនេះឃើញទេគល់ទំនោរបាទនៃ time frame 30 នាទីនេះបាទ cross over មកតង់បានបែបនេះគឺគល់ទំនោរបាទរងចាំវាបែបនេះសិនបងប្អូនបាទហ្នឹងហើយងាយបាទនេះ structure នៅក្នុងការវិភាគត្រួសគឺមានប៉ុណ្ណឹងឯងបងប្អូនបាទដូច្នេះនេះអា structure ដែលខ្ញុំគូសកន្លែងនេះបាទនៅពេលដែលយើងមើលនៅក្នុង time frame តូចជាងឧទាហរណ៍ថានៅក្នុង time frame 5 នាទីចុះនេះរងចាំឲ្យវាកើតរូបភាពបែបហ្នឹងសិនបងប្អូនបាទរូបភាពបែបហ្នឹងសិនហើយយើងមើលនៅពីខាងឆ្វេងដៃដែរបើសិនជាមាន zone supply ដែលមើលទៅតំណងបងប្អូនបាទដែលមើលទៅមានព្រាបបាទយើងគូស zone ហ្នឹងទុកទៅបងប្អូនបាទអត់ខុសទេបាទចំណុចកន្លែងហ្នឹងបាទក្រាវាអាចបាទឡើងមកលើបងប្អូនណាបាទឡើងមកលើពើបឧទាហរណ៍ថាបើសិនជាវាមាន shift ចុះមកក្រោមបែបនេះវិញនេះចំណុចកន្លែងនេះនឹងឯងបងប្អូនបាទជាចំណុចដែលយើងរៀបចំផែនការ cell បងប្អូនបាទប៉ុន្តែមិន cell ភ្លាមទេណាបាទបើសិនជាខ្ញុំវិញរងចាំវាមកធ្វើតេស្តនៅតំបន់ខាងឆ្វេងដៃនេះមួយទៀតសិននេះបានយើង cell ណាបងប្អូនបាទងាយបាទវិធីសាស្ត្រគឺមានន័យថាយើង trade ឲ្យស្របតាមទំនោរធំបាទទំនោរធំគឺយើងផ្ដោតទៅលើ cell បាទនៅក្នុង time frame 1ម៉ោងនេះ time frame 1ម៉ោងយើងផ្ដោតទៅលើ cell ប៉ុន្តែ cell ហ្នឹងគឺរងចាំតម្លៃដែលមានប្រៀបសិនបាទហើយតម្លៃដែលមានប្រៀបបើសិនជាយើងចូលទៅមើលនៅក្នុង time frame តូចវាអាចជាតម្លៃមួយដែលបាទក្រាបបង្កើតជាទម្រង់ MSS ដូចខ្ញុំបានបង្ហាញជូនអ្នកទាំងគ្នាចឹងបាទហ្នឹងហើយថា time frame 1នាទីក៏បានដែរបាទដល់ពេល time frame 1នាទីនៅពេលដែលអ្នកទាំងគ្នាមកមើលទម្រង់ដែលក្រាប form ជាទម្រង់ MSS បាញ់មិញណាបាទជួនកាលវាមិនជួនកាលទេបាទភាគច្រើនគឺវាឡើងវាបដូរជាទិសដៅជាផ្សារឡើងទៅវិញហើយបងប្អូនបាទនេះ time frame 1នាទីបាទ time frame តូចៗហ្នឹងវាចាប់ដើមហើបជាផ្សារឡើងបែបនេះទៅវិញហើយបាទដល់ពេលនៅក្នុង zone ដែលយើង highlight បងប្អូនបាទអាចថាជា zone order block ឬក៏ជា zone fair value gap នៅក្នុង time frame ធំអាហ្នឹងគឺទៅតាមបាទ technique ដែលយើងវិភាគបាទប៉ុន្តែគឺជា zone ដែលមានប្រៀបបាទហើយអ្វីដែលខ្ញុំប្រើភាគច្រើនគឺ EMA 36ហ្នឹងឯងបាទបើសិនជាក្រាបមកតេស្ត zone EMA 36វាជាតំបន់មួយដែលមានប្រៀបបាទឧទាហរណ៍ថាវាឡើងទៅលើអញ្ចឹងឯងបងប្អូននេះឡើងទៅលើអញ្ចឹងឯងបាទឡើងទៅជាបន្តអញ្ចឹងឯងបាទសាង high សាង low វាជាបន្តទៀតបើសិនជាវាកើត shift បែបនេះពឹបនេះបងប្អូនបាទនេះជាទម្រង់មួយដែលយើងចាប់ផ្ដើមរៀបចំបាទផែនការ cell នឹងឯងបាទអត់មានអ្វីសុកស្មាញទេបាទហ្នឹងហើយ cell គឺរៀបចំ cell limit ទុកនៅកន្លែងនេះមកបាទបន្តមកទៀតបាទយើងតាំង reward ratio អាស្រ័យទៅលើអ្នកទាំងគ្នាចង់បានបាទបើខ្ញុំ standard 1:3បាទហ្នឹងហើយតាំងបែបនេះយកបងប្អូនណាបាទហ្នឹងហើយ stop loss កន្លែងនេះបាទ TP 1:3បាទងាយបងប្អូនណាបាទហ្នឹងហើយអញ្ចឹងរៀបចំផែនការ cell របស់យើងចេញ river trade ប៉ុន្មានភាគរយគឺយើងចេញតាមហ្នឹងមកបងប្អូនបាទហ្នឹងហើយនេះរៀបចំបែបនេះហ្នឹងឯងដោយសង្ឃឹមថានៅពេលដែលយើងបកមកមើល time frame ធំវិញបាទ time frame 1ម៉ោងវិញគឺយើង follow cell បងប្អូនបាទ follow cell ប៉ុន្តែ cell ហ្នឹងគឺបានតម្លៃមួយដែលក្រាបហ្នឹងគឺវាមកតេស្តតំបន់ zone EMA 36បាទនៅពេលវាធ្វើតេស្តហ្នឹងបងប្អូនបាទភាគច្រើនបាទធ្វើតេស្តឲ្យឃើញរូបភាពបែបនេះហ៎បងប្អូនបាទនេះខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមួយនេះតេស្ត zone 36គឺនេះឃើញទេបាទនៅពេលតេស្តปุ๊បបាទវាមានកម្លាំងឡើងទៅលើវិញបាទឡើងចិត្តឬក៏ឡើងឆ្ងាយយើងអត់ដឹងទេបាទឡើងវែងឡើងរយៈពេលវែងឬក៏ឡើងខ្លីយើងអត់ដឹងទេបាទយើងដឹងតែនៅពេលដែលវាមកប៉ះនៅខ្សែលេខ36ហើយភាគច្រើនគឺវាមានប្រតិកម្មហ៎បាទហ្នឹងហើយវាមានប្រតិកម្មចំណុចកន្លែងនេះហ្នឹងឯងគឺជាចំណុចមួយដែលមានប្រៀបណាបងប្អូនបាទហ្នឹងហើយភាគច្រើនបាទខ្ញុំឲ្យឈ្មោះថានៅពេលដែលវាកើតនៅតំបន់កន្លែងហ្នឹងបាទ MSS កន្លែងនេះហ្នឹងឯងដែលជា MSS
មានប្រៀបហើយមានគុណភាពណាបងប្អូនបាទនេះគេថា MSS កើតត្រូវតំបន់បាទកើតត្រូវតំបន់គឺបែបនេះនឹងឯងបាទហើយពេលខ្លះទៀតអ្នកទាំងអស់គ្នាបាទតែងតែឃើញមានការបោកបញ្ឆោតបាទ MSS ដែរបាទដោយលទ្ធផលដែលខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាណាបាទនេះលទ្ធផលសប្តាហ៍មុនណាបងប្អូនបាទខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នានៅទេបាទខ្ញុំភ្លេចមើលដែរបាទលទ្ធផលសប្តាហ៍មុនគឺខ្ញុំបានបាទចូលបាទនេះ5 order នេះបងប្អូនបាទឃើញទេបាទនេះ MSS ដែលខ្ញុំ trade ហើយវាអត់មានប្រសិទ្ធភាពបាទវាបោកបញ្ឆោតយើងបងប្អូនបាទនេះខុសបាទខុសប៉ុន្តែយើងត្រូវបានបាទ2 order ដែរអញ្ចឹងលទ្ធផលគឺនៅដែនចំណេញដែរបងប្អូនណាបាទហ្នឹងហើយនេះគឺលទ្ធផលសប្តាហ៍កន្លងមកបាទហ្នឹងហើយគឺខ្ញុំតាំងតែ pending ទុកនឹងឯងបងប្អូនបាទដោយសារតែ MSS ដែលកើតខុសតំបន់ហ្នឹងគឺជាទម្រង់បែបនេះបងប្អូនបាទនៅពេលដែលឃើញក្រាប1នាទីបាទឬក៏ក្រាប2នាទីនឹងឯងបាទវាកើតជាទម្រង់បែបនេះបាទអ្នកទាំងគ្នាសង្កេតឃើញកន្លែងនេះបាទហ្នឹងហើយគឺវាចាប់ផ្ដើមបាទកើត low កន្លែងនេះពឹបបាទវាកើតគេថា structure shift នឹងឯងបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមបាទរៀបចំផែនការ sell ហ្នឹងគឺ sell នៅតំបន់កន្លែងនេះបងប្អូននេះបាទ sell នៅតំបន់កន្លែងនេះបន្តមកទៀតវាចាប់ផ្ដើមឡើងទៅបន្តបាទដោយ stop loss គឺនៅពីខាងលើ high នេះទម្រង់ដែលខ្ញុំ trade ទៅនៅតែខុសបាទនៅតែ box Excel ហ្នឹងគឺបែបនេះហ្នឹងឯងបាទនេះរត់នេះចូល1 ទល់នឹង 3បាទហ្នឹងហើយ1 ទល់នឹង 3បាទមុខមាត់របស់វាបាទខ្ញុំបញ្យល់ជូនអ្នកទាំងគ្នាគឺមុខមាត់បែបនេះហ្នឹងឯងបាទខ្ញុំឃើញថា MSN នៅកន្លែងនេះពឹបបាទដល់ពេលហើយវាចាប់ផ្ដើមបាទឡើងទៅលើបន្តទៀតបាទចំណុចកន្លែងនេះគឺគេហៅថាអីគេបងប្អូនបាទចំណុចកន្លែងនេះគេហៅថាអីគេមួយឲ្យទស្សនវិជ្ជាមួយទៀតបាទនៅក្នុង Smart Money Concept បាទការ shift ឲ្យវានៅតែឡើងទៅលើបន្តទៀតបាទចំណុចកន្លែងនេះបដូរជា MSS បាទទៅជាគេហៅថា inducement ណាបងប្អូនឬក៏ IDM ហ្នឹងឯងបាទកន្លែងនេះណាបងប្អូនបាទនេះពាក្យមួយនេះបាទបើអ្នកទាំងគ្នាសិក្សានៅក្នុងទស្សនវិជ្ជា Smart Money Concept គឺនឹងជួបពាក្យនេះឯងបងប្អូនបាទអានេះគឺជាការបោកបញ្ឆោតមួយដែរបាទវា sweep បាទ sweep យើងគិតថាមុនដំបូងវា MSS បាទប៉ុន្តែមិនមែន MSS ទេវាទៅជាបាទគេហៅថា inducement ណាបងប្អូនណាបាទហ្នឹងហើយអញ្ចឹងកន្លែងនេះហ្នឹងឯងដែលខ្ញុំចាញ់បោកបាទគេហៅថាចាញ់បោកក្រាបបងប្អូនណាបាទហ្នឹងហើយយើងសង្ឃឹមថាក្រាបនៅពេលវាបង្កើតទម្រង់នេះហើយវាចុះទៅបន្តប៉ុន្តែមានអីបងប្អូនបាទវាឡើងទៅលើបន្តទៀតបាទឡើងទៅបន្តទៀតបានវាចាប់ផ្ដើមមកធ្វើតេស្តនៅ zone ដែលមានប្រៀបនៃ time frame ធំបាទនេះ zone ដែលមានប្រៀបនៃ time frame ធំនេះភាគច្រើនគឺអញ្ចឹងហ្នឹងឯងបងប្អូនបាទភាគច្រើនគឺអញ្ចឹងហ្នឹងឯងបាទវាធ្វើតេស្ត zone ដែលមានប្រៀបនៃ time frame ធំហើយបានវាចាប់ផ្ដើមធ្វើដំណើរចុះមកក្រោមបាទនេះគឺជាទម្រង់គេហៅថា MSS បាទហើយបើសិនជាបាទយើងរងចាំឲ្យវាកើតត្រូវតំបន់ណាបងប្អូនបាទកើតត្រូវតំបន់គឺរងចាំឲ្យវាធ្វើតេស្តនៅ time frame ធំបាទគៀកនឹង36សិនបាទហើយចុះបើសិនជាទម្រង់ចេះបងប្អូនបាទភាគច្រើនបើសិនជានៅក្នុង time frame តូចបាទ time frame តូចយើងឃើញថាតំបន់កន្លែងនេះគឺគោលទំនោរនៃ time frame តូចឯងបាទភាគច្រើនទម្រង់ MSS នៅគោលទំនោរវាអត់សូវមានប្រសិទ្ធភាពទេបងប្អូនបាទចំណុចដែលវាកើត MSS ហ្នឹងបាទនៅតំបន់គោលទំនោរបាទនៃ time frame តូចនេះបើសិនជាឃើញថាខ្សែលេខ3នៅពីខាងលើខ្សែលេខ36វិញហ៎បាទនេះខ្សែលេខ3ដូចជាខ្សែពណ៌អីគេទេបាទដូចជាពណ៌សហ្នឹងហើយឧទាហរណ៍ថាលេខ3នៅពីខាងលើ36វិញហ៎បាទហើយនឹងលេខ12ហ្នឹងឯងបាទវានៅលើលេខ36វិញអញ្ចឹងចំណុចកន្លែងនេះគឺជាតំបន់គុលទំនោរនៃ time frame 1នាទីតទៅទៀតបើសិនជាឃើញថាតំបន់គុលទំនោរបាទហ្នឹងហើយបើសិនជាឃើញកើតនេះទម្រង់កន្លែងនេះ MSS នៅគុលទំនោរភាគច្រើនវានឹងคล้ายជា inducement បាទវាអត់អាចបញ្ឈប់ក្រាបបានទេបងប្អូនបាទมันអាចឃើញថាអីក្រាបកើត MSS នៅតំបន់គុលទំនោរនៃ time frame តូចនេះហើយវាចាប់ដើមចុះមកវិញភាគច្រើនតាមអ្វីដែលខ្ញុំ trade កន្លងមកភាគច្រើនវានឹងទៅបន្តបាទទៅបន្តបែបនេះទៀតបាទទៅបន្តបែបនេះទៀតនៅពេលដែលវាទៅបន្តហើយបានបង្កើត MSS នេះនៅតំបន់ចុងទំនោរនៃ time frame តូចនេះហើយបានវាចាប់ដើមរត់ចុះមកក្រោមបាទស្របតាមបាទ
trend ធំរបស់វាឬក៏ទំនោរធំរបស់វាហ្នឹងឯងបាទនេះអ្វីដែលខ្ញុំឃើញពិតជាក់ស្ដែងបាទនៅក្នុងទីផ្សារគឺបែបនេះហ្នឹងឯងដូច្នេះបាទអ្នកទាំងអស់គ្នាអាចបាទមើលវីដេអូនេះហើយបាទយកទៅវិភាគហើយយកទៅប្រើប្រាស់ដើម្បីឲ្យប្រសិទ្ធភាពនៅក្នុងការ trade របស់យើងមានកាន់តែខ្ពស់ណាបាទហ្នឹងហើយប៉ុន្តែដូចខ្ញុំបានបញ្យល់ជូនអ្នកទាំងអស់គ្នាចឹងបើសិនជាយើងតាំង risk reward ratio ឲ្យវា1:3ហើយយើង trade ឲ្យត្រូវបាទ TP ជាប់គ្នារហូតហ្មងគឺมันអាចកើតមានទេបងប្អូនបាទហ្នឹងហើយទោះបីជាអ្នកទាំងអស់គ្នា trade ខ្លាំងបកាយបណ្ណាក៏ដោយក៏มันអាចកើតមានរហូតទេបាទបុក TP ជាប់គ្នារហូតគឺអត់មានទេវាតែងតែមាន SL ចឹងហ្នឹងឯងបងប្អូនណាបាទហ្នឹងហើយប៉ុន្តែគ្រាន់ថាវីដេអូថ្ងៃនេះខ្ញុំមកបង្ហាញជូនអ្នកទាំងអស់គ្នាកន្លែងនេះគឺមកបង្ហាញដើម្បីចម្រាញ់គេហៅថាចម្រាញ់ទម្រង់ MSS បោកយើងបងប្អូនបាទអញ្ចឹងទម្រង់ MSS បោកយើងគឺជាទម្រង់ inducement នៅក្នុងទ្រឹស្ដី smart money នឹងឯងបាទនេះជួនកាលទម្រង់កន្លែងនេះគឺវាកើតមានច្រើនដងណាបងប្អូនបាទហើយមួយទៀតបងប្អូនបាទទម្រង់ដែលខ្ញុំ trade ខុសហ្នឹងគឺ time frame 1នាទីហ្នឹងប៉ុន្តែកាលពីសប្តាហ៍មុននៅពេលដែលវាឡើងបងប្អូនបាទឡើងច្រើនដងបងប្អូននេះទម្រង់នេះបាទដល់ពេលអញ្ចឹងទៅបាទវាខ្ញុំមើលឃើញថាវានៅឆ្ងាយពីគល់ទំនោរនឹងឆ្ងាយគួរសមហ្នឹងប៉ុន្តែវានៅតែបាទឡើងទៅលើបន្ថែមទៀតណាបងប្អូនបាទចំណុចកន្លែងដែលខ្ញុំបានចូល position នៅកន្លែងណាទេបាទហ្នឹងហើយខ្ញុំដូចជាដុំនេះហ្នឹងឯងបងប្អូនបាទហ្នឹងហើយកើត MSS ដែរបងប្អូនណាបាទដុំនេះហ្នឹងឯងបាទហ្នឹងហើយប៉ុន្តែវានៅតែឡើងទៅលើថែមទៀតណាបាទហ្នឹងហើយដូច្នេះបាទដល់ពេលខ្ញុំត្រឡប់មកមើលនៅក្នុង time frame ដែលធំជាងតំបន់កន្លែងដែលខ្ញុំបាននេះបាទខ្ញុំចាំអត់ច្បាស់បាទហ្នឹងហើយតំបន់0ហ្នឹងឯង0នេះបាទដល់ពេលខ្ញុំត្រឡប់មកមើលនៅក្នុង time frame ធំជាងវិញតំបន់ដែលខ្ញុំ highlight ហ្នឹងតាមពិតអូយើង trade ហ្នឹងបញ្ច្រាស់ទំនោរទេបងប្អូនបាទនេះឃើញអត់បាទខ្សែលេខ3ខ្សែលេខ12និងខ្សែលេខ30នេះខ្សែលេខ3និង12ហ្នឹងវានៅលើ36ប៉ុន្តែវាមិនទាន់ដល់ចំណុចកំពូលណាមួយទេបងប្អូនបាទអញ្ចឹងចំណុចកន្លែងនេះបាទខ្ញុំមានចំណុច filter របស់ខ្ញុំមួយទៀតបងប្អូនបាទខ្ញុំយកទ្រឹស្ដីគេហៅថា harmonic យកមកប្រើដែរបងប្អូនបាទមួយទៀតបងប្អូនណាបាទទម្រង់ harmonic 3 drive pattern harmonic 3 drive នេះបងប្អូនបាទនេះ harmonic 3 drive នេះក៏ជាចំណុចមួយសំខាន់ដែរបើសិនជាអ្នកទាំងគ្នាtrade បញ្ច្រាស់ទំនោរណាបាទហ្នឹងហើយ trade បញ្ច្រាស់ទំនោរគឺរងចាំទម្រង់នេះបានក៏ប្រសិទ្ធភាពរបស់យើងគឺមានខ្ពស់ទៅតាមនឹងដូចគ្នាបាទឧទាហរណ៍ថាក្រាបកន្លែងនេះបងប្អូនបាទកើត MSS កន្លែងតំបន់មិញគឺ MSS បញ្ច្រាស់នឹងទំនោរធំបាទដោយទំនោរ time frame 15នាទីនេះបាទផ្សារគឺលេខ3និងលេខ12គឺវានៅពីខាងលើលេខ36ប៉ុន្តែនៅពីខាងលើលេខ36ហ្នឹងគឺវាអត់ទាន់អស់កម្លាំងវាទេបងប្អូនបាទនេះកម្លាំងវានៅទៅលើបន្តទៀតបាទចំណុចកន្លែងនេះណាបាទឃើញអត់បាទប៉ុន្តែបាទចំណុច filter មួយទៀតបាទបើសិនជាយើងបាទវិភាគនៅក្នុង time frame ធំឃើញថាកើតទម្រង់ harmonic 3 drive pattern បាទអញ្ចឹងគឺនៅក្នុង time frame តូចយើងពិចារណាបាទ sell មានប្រសិទ្ធភាពដូចគ្នាបាទឧទាហរណ៍ថានេះគឺនៅក្នុង time frame ធំគឺបែបនេះណាបងប្អូនបាទយើងមាន trend line យើងប្រើ trend line មកបងប្អូនបាទនេះទម្រង់ 3 drive pattern នេះបងប្អូនបាទអញ្ចឹងបើសិនជាឃើញនៅក្នុង time frame ធំឧទាហរណ៍ថា time frame 15នាទីគឺក្រាបដែលខ្ញុំពងគូនេះប៉ុន្តែអ្វីដែលយើងចូលពិតជាក់ស្ដែងគឺ time frame 1នាទីដល់ពេលនៅក្នុង structure time frame 1នាទីបងប្អូនណាបាទនេះ harmonic 3 drive នេះក៏ជាចំណុចមួយបាទអ្នកទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ដូចគ្នាបាទឲ្យវាសាងកំពូលបែបនេះសិនបងប្អូនកំពូលទី1កំពូលទី2ហើយកំពូលទី3ភាគច្រើននៅពេលដែលវាប៉ះកំពូលទី3នេះពឹបវាចាប់ផ្ដើមបាទធ្វើការចុះមកវិញបាទយ៉ាងមានប្រសិទ្ធភាពហើយចុះបានឆ្ងាយបងប្អូនបាទនេះ harmonic 3 drive pattern ណាបងប្អូនបាទចំណុចកន្លែងនេះណាបាទអ្នកទាំងគ្នាយកទៅប្រើបាទគឺ trade ត្រូវច្រើនបងប្អូនបាទ trade ត្រូវច្រើនមែនតើបាទខ្ញុំសង្កេតមើលគឺបែបនេះហ្នឹងឯងបាទដូច្នេះនៅក្នុង time frame ធំបាទអ្នកទាំងគ្នាឃើញកំពូល1កំពូល2កំពូល3បែបនេះបាទនេះអ្នកទាំងគ្នានៅពេលដែលឃើញកំពូលចេះហើយភាគច្រើនបងប្អូនបាទយើងគូស trend line ឲ្យវាមួយមកបាទនេះដូចកន្លែងនេះអញ្ចឹងបងប្អូនបាទឃើញអត់នេះវាប៉ះទី1បាទប៉ះទី2បាទប៉ះទី2ឃើញទេយើងសង្ឃឹមថាវាចុះមកទៀតអត់ទេបងប្អូនបាទវាមកប៉ះទី3សិននេះវាប៉ះទី3សិន
វាប៉ះកំពូលទី3ហើយបានវាចាប់ដើមបាទចុះមកបាទយើងឃើញថាអេវាចុះមកហ្នឹងគឺចុះមកជ្រៅមែនបាទហ្នឹងហើយអញ្ចឹងរងចាំឲ្យវាកំពូល3ប៉ះសិនបងប្អូនណាបាទនេះប៉ះកំពូលទី3សិនបាទនៅពេលដែលវាប៉ះកំពូលទី3ពឹបបាទនៅក្នុង time frame ធំអញ្ចឹងនៅក្នុង time frame តូចយើងចាប់ដើមបាទទៅបកទៅមើលសិនបងប្អូនណាបាទនេះលក្ខខណ្ឌ trade ប្រច្រាស់ទំនោរគឺប្រើ harmonic tree drive នេះបាទវាជួយយើងបានច្រើនណាបងប្អូនបាទហ្នឹងហើយអញ្ចឹងអ្វីដែលយើង highlight បាញ់មិញនេះបាទបើសិនជា time frame បាទ1នាទីនេះបងប្អូនបាទបើសិនជាឃើញថាកើតជាទម្រង់អីគេបាទកន្លែងនេះយើងមើលឃើញថាវាអាចជាទម្រង់ MSS ដែរណាបងប្អូនណាបាទនេះកើត shift មកវិញហើយបាទនេះកើត shift មកវិញហើយនេះកន្លែងនេះគឺកើត shift មកវិញប៉ុន្តែនៅពេលវាតេស្តម្ដងទៀតវាអត់តេស្តមកប៉ះកំពូលទេបាទកន្លែងនេះគឺវាអត់តេស្តមកប៉ះកំពូលទេបាទយើងសង្ឃឹមថាវាតេស្តមកប៉ះកំពូលណាបាទហ្នឹងហើយប៉ុន្តែវាអត់ប៉ះកំពូលនេះ stop loss នៅចំណុចនេះបាទពេលខ្លះដល់ពេលវាអត់ប៉ះកំពូលអញ្ចឹងពេលខ្លះគឺក្រាបរត់ចោលដែរបងប្អូនណាបាទហ្នឹងហើយនេះពេលខ្លះខ្ញុំតាំង pending order ទុកបែបនេះវារត់មកអត់ដល់ក៏មានដែរបាទហ្នឹងហើយពីព្រោះថានៅពេលដែលយើងតាំង pending order មិនមែនថាវារត់មក execute order របស់យើងបានគ្រប់ពេលទេពេលខ្លះនៅពេលដែលតាំង sell limit ទុកចោលបែបនេះក្រាបវាធ្វើតេស្តមកចំណុចកន្លែងនេះហើយវាចុះមកក្រោមបន្ថែមទៀតបែបនេះក៏មានឃើញញឹកញាប់ដែរបាទហ្នឹងហើយនេះគឺជាចំណុចដែលយើងតាំង pending order ទុកវាតែងតែជួបបែបនេះហ្នឹងហើយបងប្អូនណាបាទហ្នឹងហើយប៉ុន្តែអូខេมันជាបញ្ហាទេបាទបើសិនជាអ្នកទាំងគ្នា trade time frame តូចណាបាទវាតែងតែក្រាបបាទមានឲ្យយើង trade ទេបងប្អូនបាទយើងមិនបាច់ចាំភ័យថាអូក្រាបរត់មកអត់ដល់ឬក៏យើងអត់បានចូល trade កុំខ្វាយខ្វល់ពីចំណុចហ្នឹងឯងបាទនៅពេលដែលយើងចូលនៅក្នុង time frame តូចវាតែងតែបាទរត់មកប៉ះឲ្យបងប្អូនសំខាន់បំផុតគឺព្យាយាមរងចាំចំណុចដែលមានព្រាបបំផុតអាហ្នឹងបានប្រសិទ្ធភាពនៅក្នុងការ trade របស់យើងមានខ្ពស់ទៅតាមហ្នឹងណាបាទបើមិនជាយើងបញ្ញាប់ចូលបញ្ញាប់អីហ្នឹងគឺ win rate drop ទៅតាមហ្នឹងដូចគ្នាបងប្អូនបាទហ្នឹងហើយអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានប៉ុណ្នេះទេបាទតើតើជាមួយនឹងបាទមកបង្ហាញអំពីទម្រង់ MSS ដែលយើងរងចាំឲ្យវាកើតត្រូវនឹងតំបន់បាទបើមិនជាយើងរងចាំឲ្យវាកើតចំណុចដែលត្រូវតំបន់បានអាហ្នឹងបានយើង trade មានប្រសិទ្ធភាពខ្ពស់បើមិនជាយើងអត់ចេះមើលទម្រង់ហ្នឹងទេភាគច្រើនគឺវាជាទម្រង់ inducement នេះនឹងឯងបងប្អូនណាបាទហ្នឹងហើយ inducement ឬក៏បោកបញ្ឆោតយើងដែលខ្ញុំបានបង្ហាញបាទមុននេះនឹងឯងបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្នេះទេបាទសូមឲ្យអ្នកទាំងគ្នាយកចិត្តទុកដាក់មើលបាទហើយខ្ញុំសង្ឃឹមថាអ្នកទាំងគ្នាអាចប្រើប្រាស់វាបាទយ៉ាងមានប្រសិទ្ធភាពណាបាទហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះគឺមានប៉ុណ្ណឹងឯងបងប្អូនណាបាទសូមជម្រាបលាទាំងអស់គ្នា